សួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នារបៀបកាត់តដែលយករូបភាពយើងទៅដាក់ក្នុងកន្លែងផ្សេងឬ mix ជាមួយនឹងរូបភាពមួយទៀតអញ្ចឹងជាដំបូងយើងត្រូវទៅការមានកម្មវិធី CapCut នេះបងប្អូនត្រូវការចូលមកចឹងដូចបងប្អូនបានឃើញចាញ់ចូលយកមកដល់កន្លែងនេះហើយអញ្ចឹងយើងត្រូវប្រើផ្នែកមួយគឺបងប្អូនត្រូវការចុចកន្លែងដបទៅខាងក្រោយចេញអញ្ចឹងយើងគិតថារូបភាពណាដែលយើងចង់កាត់តជាមួយវាហើយមិចជាមួយវាហើយកន្លែងណាដែលចង់យើងយករូបភាពយើងទៅដាក់កន្លែងហ្នឹងអញ្ចឹងបងប្អូនត្រូវការចុចកន្លែងដបទៅខាងក្រោយចេញហ្នឹងមកហើយនៅវានឹងចេញតម្រងនេះឲ្យបងប្អូនទាំងគ្នាបានឃើញហើយអញ្ចឹងតម្រងនេះដែរបងប្អូនធ្វើការជ្រើសរើសរូបមករូបណាដែលបងប្អូនចូលចិត្តចង់កាត់តវាដកទៅខាងក្រោយវាគឺបងប្អូនចុចមកចឹងមកដល់កន្លែងនេះគឺវាមានមុខងារក្នុងការចាប់កន្លែងដែលបងប្អូនចង់ត្រូវការដកទៅខាងក្រោយចេញអញ្ចឹងដូចថារូបម្នាក់នេះគឺយើងចាប់រូបដកទៅខាងក្រោយគាត់ចេញអញ្ចឹងមុខងារហ្នឹងបានចាប់រូបភាពយើងរួចហើយអញ្ចឹងយើងចុចដើមចេញមកតបមកវានឹងចេញតម្រងនេះឲ្យយើងមើលហើយធ្វើការអាប់ឡូតវារួចហើយយើងនឹងចូលកន្លែងមួយទៀតដែលគេដាក់ថាកម្មវិធីកែរូបភាពបងប្អូនចុចកន្លែងវាមកតបមកបងប្អូនជ្រើសរើសកន្លែងដែលបងប្អូនចង់ដាក់ mix ជាមួយនឹងរូបភាពហ្នឹងឧទាហរណ៍ថាខ្ញុំចង់បានរូបនេះបន្ទាប់មកខ្ញុំក៏យករូបដែលខ្ញុំដកទៅខាងក្រោយចេញមិញហ្នឹងមកដាក់បញ្ចូលជាមួយគ្នាបងប្អូនចុចកន្លែងបញ្ចូលរូបថតហ្នឹងមកហើយបងប្អូនជ្រើសរើសរូបដែលបងប្អូនដកទៅខាងក្រោយចេញហ្នឹងយកមកនេះបែបនេះហើយបងប្អូនអាចសរេសរងវាបានធ្វើមកវាស៊ីជាមួយនឹងគ្នាទៅហ្នឹងបែបនេះអ្នកនរគ្នាអញ្ចឹងរូបមួយនេះគឺយើងធ្វើអញ្ចឹងឯងហើយរបៀបកាត់តវាគឺងាយស្រួលទេបងប្អូនអាចយកអនុវត្តបានបន្ទាប់ពីយើងកែតម្រូវវាហើយបងប្អូនធ្វើការនាំចេញអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់កុំភ្លេចចុច like និង subscribe ដើម្បីទទួលបានមេរៀនថ្មីៗអរគុណ